បាទជារៀបសួរពុកម៉ែបងប្អូនមួយថ្ងៃនេះយើងមានទូរស័ព្ទថ្មីដែលនាំចូលមកពីក្រុមហ៊ុន Oppo ហើយ Vivo ហើយនឹងក្រុមហ៊ុនផ្សេងដែលថានិយាយថាវាធន់អញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែមកហាង Oppo ភាគស្រីម៉ាក់នេះគឺពុកម៉ែបងប្អូននឹងបានឃើញទូរស័ព្ទដៃចេញថ្មីបងប្អូននេះចំពោះ A5 A5 នេះគឺ A5 Pro ដែលចេញថ្មីគឺវាថាធន់នឹងទឹកអញ្ចឹងណាពុកម៉ែបងប្អូនហើយរៀងវាក៏ A ផងដែរហើយនឹងចេញលក់ខាងមុខនេះពុកម៉ែបងប្អូនចង់មករកជាបានអាចមកទីតាំងហាងផ្ទាល់តែម្ដងគឺនៅស្រុកថ្មពួកពុកម៉ែបងប្អូនហួសខ្លងទ្វារវត្តបន្តិចគឺមកដល់ហើយចំពោះទូរស័ព្ទដែលធន់នឹងទឹកហ្នឹងគឺជាប្រភេទទូរស័ព្ទចាប់ពីតម្លៃ100ស្ដើងទៅក៏យើងអាចថាធានាថាធន់នឹងទឹកបានដែរហើយថ្មកាន់អញ្ចឹងពុកម៉ែបងប្អូនហើយខ្ញុំនឹងពិសោធន៍ឲ្យបងប្អូនមើលចំពោះទូរស័ព្ទ A5 Pro ហើយវាធន់នឹងទឹកអញ្ចឹងបងប្អូនយើងគ្រាន់តែតម្លាក់ក្នុងទឹកមកថាវាចូលទឹកឬអត់អញ្ចឹងបងប្អូនធម្មតាទូរស័ព្ទបើសិនជាគ្មានអាវក្រោះការពារទឹកឬក៏គេហៅថា IP ហ្នឹងគឺអត់អាចធន់ជាមួយទឹកបានទេហើយបើសិនជាទូរស័ព្ទមួយនេះគឺខ្ញុំបានពិសោធន៍មើលហើយគឺវាធន់អញ្ចឹងពុកម៉ែបងប្អូនចំពោះការធន់នឹងទឹកអញ្ចឹងធ្លាក់ទឹកមកផ្លុងហើយនៅតែអាចបញ្ជាបានហើយអាចថតរូបថតអីបានធម្មតាវិញចំពោះពុកម៉ែបងប្អូនអាចរកជាបានធានាថាហើយជាមួយនឹង iPhone ក៏យើងមានផងដែរអញ្ចឹងពុកម៉ែបងប្អូនអាចរកជាបានជាមួយនឹង11 12អញ្ចឹងតម្លៃសមរម្យហើយតម្លៃធូរសមនឹងទឹកប្រាក់ពុកម៉ែបងប្អូនអញ្ចឹងបងប្អូនអាចជ្រើសយកហាងយើងខ្ញុំបានដើម្បីធានាថាសុវត្ថិភាពហើយបន្ទាប់មកយើងមានសេវាកម្មដោយក្រងជួសជុលអីផងដែរចំពោះហាងរបស់យើងខ្ញុំគឺមានបើកដំណើរការរាល់ថ្ងៃមានតម្លៃធូរក៏ដូចជាតម្លៃរៀងខ្ពស់ផងដែរហើយពុកម៉ែបងប្អូនគឺអាចមករកមើលបានមិនទិញមិនមើលសិនក៏បានអត់អីទេបញ្ហាទេចំពោះអ្នកលក់គឺមានការរស់រាយរាក់ទាក់ក៏ដូចជាaccessory អីផ្សេងគឺយើងមានលក់ផងដែរហើយ power bank ឬក៏អីហ្នឹងគឺយើងមានលក់ផងដែរចំពោះ100ស្ដើង100លើគឺមានលក់នៅលើក្នុងហាងតែម្ដងបងប្អូនអាចធានាថាមកមិនទើសចិត្តមិនខកបំណងពុកម៉ែបងប្អូននេះហាងយើងខ្ញុំគឺនៅទីតាំងលើផ្លូវជាតិចុះផ្លូវជាតិតែម្ដងពុកម៉ែបងប្អូនអាចមករកជាបាននេះអ្នកលក់គឺនៅចាំជានិច្ចក្នុងហាងអញ្ចឹងពុកម៉ែបងប្អូនចំពោះសេវាកម្មផ្សេងដូចជាប្រភេទអេក្រង់គឺយើងយកអេក្រង់ស៊ីនមានគុណភាពល្អដើម្បីមកដូរជូនអតិថិជនអញ្ចឹងណាពុកម៉ែបងប្អូនហើយចំពោះថ្ម Nokia ហើយ power bank មានគ្រប់លេខគ្រប់ទំហំគ្រប់ size អញ្ចឹងពុកម៉ែបងប្អូនអាចរកទិញបានអញ្ចឹងពុកម៉ែបងប្អូនយើងនៅបើកដំណើរការរាល់ថ្ងៃចំពោះវីដេអូមួយនេះគឺខ្ញុំបានបញ្ជាក់ថាទូរស័ព្ទរបស់យើងគឺអត់មានប្របាក់ទេគឺនៅទីតាំងនៅលើជាប់ផ្លូវជាតិលេខ56តែម្ដងហើយគ្រាន់តែមកដល់ហួសខ្លងទ្វារវត្តមកពួកបន្តិចគឺបងប្អូននឹងឃើញហើយទីតាំងរបស់យើងគឺធំទូលាយផងដែរអរគុណបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយអរគុណ